កាលពីយូរយារណាស់មកហើយមានភូមិមួយស្ថិតនៅជាយព្រៃនៅក្នុងភូមិនោះមានមនុស្សបុរសម្នាក់ឈ្មោះពៅច័ន្ទជាមនុស្សសាមញ្ញមិនសូវមានទ្រព្យសម្បត្តិប៉ុន្តែគាត់មានរឿងល្បីមួយដែលមនុស្សគ្រប់គ្នានិយាយដល់គឺគាត់ញ៉ាំច្រើនខ្លាំងណាស់រាល់ព្រឹកពៅច័ន្ទអាចញ៉ាំបាយបាន3ចានធំជាមួយត្រីអាំងសម្លនិងបន្លែមិនតាន់រាប់ទាំងផ្លែឈើដតីទៀតផងម្ដាយគាត់តែងតែនិយាយថាកូនអើយញ៉ាំបន្តិចបានហើយទុកឲ្យអ្នកផ្សេងញ៉ាំផងតែពៅច័ន្ទគ្រាន់តែញញឹមហើយនិយាយថាខ្ញុំញ៉ាំបានព្រោះខ្ញុំធ្វើការច្រើនធ្វើការខ្លាំងកម្លាំងខ្លាំងចឹងទៅថ្ងៃមួយភូមិនោះមានវិធីបុណ្យធំមនុស្សគ្រប់គ្នាយកម្ហូបមកចែករំលែកគ្នាមានសម្លមាន់សាច់ជ្រូកអាំងនំខ្មែរនិងបាយច្រើនណាស់ពៅច័ន្ទទៅដល់មុនគេហើយអង្គុយចិត្តចានម្ហូបគាត់ញ៉ាំមិនឈប់មួយចានហើយមួយចានទៀតដល់ថ្នាក់មនុស្សខ្លះមិនទាន់បានញ៉ាំផងអ្នកចាស់ក្នុងភូមិមនុស្សចាស់ក្នុងភូមិឈ្មោះតាប្រៅមើលឃើញហើយនិយាយស្ទើរតែលន់មាត់ថាពៅច័ន្ទការញ៉ាំច្រើនមិនមែនជាបញ្ហាតែត្រូវចេះគិតពីអ្នកដទៃផងពៅច័ន្ទស្ដាប់ហើយស្ងៀមមិនបានឆ្លើយអ្វីទេយប់នោះពៅច័ន្ទសបិនឃើញខ្លួនឯងឈរនៅមុខចានអាហារធំមួយញ៉ាំយ៉ាងណាក៏មិនឆ្អែតមនុស្សជុំវិញគាត់ស្រែកថាយើងឃ្លានតែគាត់មិនអាចឈប់ញ៉ាំបានឡើយពេលភ្ញាក់ពីដំណេកគាត់មានអារម្មណ៍ខ្លាចនិងសោកស្ដាយខ្លាំងចាប់ពីថ្ងៃនោះតទៅពៅច័ន្ទចាប់ផ្ដើមផ្លាស់ប្ដូរគាត់នៅតែញ៉ាំប៉ុន្តែញ៉ាំត្រឹមត្រូវនិងចែករំលែកអាហារជាមួយអ្នកដទៃពេលមានបុណ្យឬពេលមានភ្ញៀវគាត់ជួយបម្រើម្ហូបមិនមែនអង្គុយញ៉ាំដូចមុនទៀតឡើយមនុស្សក្នុងភូមិចាប់ផ្ដើមស្រឡាញ់និងគោរពពៅច័ន្ទព្រោះគាត់មិនត្រឹមតែជាមនុស្សញ៉ាំច្រើនទេប៉ុន្តែជាមនុស្សចេះគិតចេះចែករំលែកនិងមានចិត្តល្អមេរៀននេះបង្រៀនឲ្យមនុស្សចេះញ៉ាំច្រើនចេះគិតការញ៉ាំច្រើនមិនមែនជាកំហុសប៉ុន្តែការចេះប្រមាណនិងគិតពីអ្នកដទៃគឺជាគុណធម៌សម្រាប់មនុស្សបើបងប្អូននៅក្នុងចំណោមមនុស្សញ៉ាំច្រើនម្នាក់តើបងប្អូនមានការកែប្រែទេសូមខមមិនម្នាក់មួយផង